ថ្ងៃនោះគ្រាន់តែនឹងចែមដើរហួសអ្នកនាងលំអងកូនលោកសេដ្ឋីក៏បានដើរមកដល់ល្មមជំរាបសួរអ្នកមីងអូចាអ្នកនាងនេះអ្នកនាងមកចាខ្ញុំមិនទាការប្រាក់នោះអីចាអ្នកនាងខ្ញុំមានប្រាក់សងអ្នកនាងហើយខ្ញុំនឹងសងទាំងការទាំងដើមផងដែរចាខ្ញុំក៏សង្ឃឹមអញ្ចឹងដែរព្រោះមីងក៏មិនក្រដែរតែថាមើលទៅអ្នកនាងមីងមើលស្អីហ្នឹងដូចជាចម្លែកណាស់អូយសំគ្នាណាស់សំស្អីទៅចូលផ្ទះខ្ញុំសិនទៅមកកូនប្រសាអូយអត់ទេអ្នកនាងហេដូចជាចម្លែកម្លេះមីងកូឡាបចង់ដឹកញីបន្ស៊ីឈ្មោលនោះអីមើលចុះគាត់ចង់ចាប់គូកូនកំឡោះគាត់ជាមួយនឹងអ្នកនាងលំអងកូនលោកសេដ្ឋីហើយម៉ែកូនទៅផ្ទះលោកគ្រូនប់មកផ្លែនតើកូនទៅធ្វើស្អីថ្មហ្នឹងគឺកូនទៅយកសត្រាយកមកអាននឹងណាម៉ែប្រហើយសង្ហាណាស់បងពិតជាសង្ហាហើយសំជាអ្នកមានចំណេះដឹងទៀតសំនឹងខ្ញុំណាបាទអ្នកនាងខ្ញុំលាហើយបងយីកូននេះអីក៏ប្រញាប់ម្លេះតើគាត់ទៅយូរដែរទេមីងខ្ញុំក៏មិនដឹងដែរតើមីងចង់បានមាសប្រាក់ដីស្រែទេអើយតើអ្នកណាដែលថាមិនចង់បាននោះអ្នកនាងនំអងដោះស្រស់សោភាចោះកូនមីងមានប្រពន្ធហើយនៅអូយនៅទំនេរទេកំពុងតែត្រៀមប្រឡងធ្វើជាមន្ត្រីហើយសិនទើបគិតរកប្រពន្ធជាក្រោយណាអ្នកនាងខ្ញុំនឹងជួយមីងតែមីងកុំឲ្យស្រីណាចូលក្បែរឲ្យសោះណាអើយរត់តែកូនប្រសាមានបែបនេះយូរហើយអូចាអ្នកនាងកំភៃអីគ្មានស្រីណាគេហ៊ានចូលក្បែរកូនបុរាខ្ញុំបានទេបើអញ្ចឹងមីងជូនខ្ញុំទៅតាមគាត់ផងទៅចាបុរាណវិញទោះជាអ្នកនាងលំអងជាស្រីស្អាតនិងមានទ្រព្យច្រើនក៏ដោយក៏គេមិនចាប់អារម្មណ៍ដែរព្រោះគេមានម្ចាស់បេះដូងរួចទៅហើយបងអូនដូចជាខ្លាចណាស់ព្រោះបងនិងអូនវណ្ណៈមិនដូចគ្នាទេបារម្ភពីរឿងអ្នកម៉ែមែនទេគាត់មិនចាត់អាក្រក់ទេឲ្យទៅពួកយើងសុំគាត់មុខជាអនុញ្ញាតមិនប្រកាន់វណ្ណៈឡើយមិនដូចការគិតរបស់បុរាណឡើយមីងកូឡាបមកដល់ក៏ឃើញពួកគេនិយាយជាមួយគ្នាគាត់ក៏កើតមានកំហឹងជាខ្លាំងអើយកូនសំឡាញ់អាមិនក៏មកនិយាយជាមួយស្រីក្រីក្របែបនេះអញ្ចឹងអាកូនម៉ែអូនគិះដីជាសង្សារខ្ញុំតើម៉ែជំរាបសួរមីងមិនបាច់ជំរាបសួរខ្ញុំទេនាងក្រីក្រតែនាងយល់ល្អចេញពីកូនខ្ញុំទៅបើនាងចង់សុកនោះអ្នកមីងកំដេញខ្ញុំចេញពីបងបុរាណអីខ្ញុំពិតជាស្រឡាញ់គាត់ណាស់ពុទ្ធអើយស្រីអីអត់កែខ្មាស់ម្លេះគេមិនពេញចិត្តហើយនៅតាមគេស្អិតដូចតកែអញ្ចឹងទៀតតើយើងធ្វើបែបណាទើបនាងព្រមចេញពីកូនយើងនោះម៉ែកុំអញ្ចឹងអីបានទេខ្ញុំនឹងមិនទៅណាទេព្រោះបេះដូងខ្ញុំនៅជាមួយបងបុរាណហើយសូមអ្នកមីងបេតាផងទៅអ្នកមីងមិនបានយើងថាមិនបានគឺមិនបានហើយអ្នកម៉ែអាណិតកូនផងទៅបានទេកុំបំបែកកូនអីសភាពពេលនេះមីងកូឡាបមិនអាចបំបែកពួកគេបានទេហេតុនេះគាត់ក៏កើតមានគំនិតមួយមើលទៅមិនព្រមទេមែនទេបានម៉ែយល់ព្រមតែមានលក្ខខណ្ឌមួយតែជាស្អីទៅម៉ែកូនត្រូវប្រឡងជាប់សិនសម័យរៀបការឲ្យប្រសើរណាស់ម៉ែកូនអរគុណហើយកូនម៉ែកូនត្រូវខំរៀនឲ្យចប់ទៅរាជធានីសិនណាកូនទើបអាចមើលថែប្រពន្ធកូនបានម៉ែទៅផ្ទះមុនចុះគ្រាន់តែបុរាណទៅផ្ទះមីងកូឡាបក៏បាននិយាយទៅកាន់អង្គាសដីថាចង់បានកូនខ្ញុំជាប្តីណាស់មែនទេចាមីងខ្ញុំអរគុណណាស់ដែលព្រមអនុញ្ញាតឲ្យស្នេហាពួកខ្ញុំអរគុណខ្លាំងមែនទែននេះណែអូយមីងមិនក៏មីងទៀងខ្ញុំបែបនេះទះឲ្យវាបាត់ភ្លើងនោះអីមិនក៏មីងកលាស់សម្ដីបែបនេះស្រីក្រីក្រចង់បានការគ្រប់សម្ដីដែរអីមកណេះយើងទះអញឲ្យបាត់ភ្លើលេលើដើររកកូនអ្នកមានទៀតនេះណែអូយខ្ញុំឈឺណាស់មីងខ្ញុំឈឺណាស់អ្នកនាងលំអងទះវាទៅ
យើងជាអនាគតកូនប្រសាដ៏មុតស្រួចនឹងក្តៅដូចបាយពោះផងដែរឲ្យតែនាងហ៊ានប៉ះនឹងរលាកហើយនេះណែអ្នកនាងខ្ញុំឈឺណាស់ឈឺគឺល្អហើយយើងចង់ឲ្យនាងដឹងថាប៉ះរលាកនោះអីស្រីក្រីក្រអើយឈប់ទៅបានហើយតើនាងព្រមចាញ់ពីជីវិតកូនយើងហើយនៅហាចាខ្ញុំឈប់ហើយខ្ញុំឈប់តាក់ទងគាត់ហើយខ្ញុំនឹងចាក់ចេញពីទីនេះចុះបែបនេះទៅល្អហើយនាងកុំគិតថាបានជួបកូនយើងទៀតព្រោះកូនយើងនឹងទៅរាជធានីហើយ